សូមជូនរឿងអំណាចបុណ្យមាននិទានមួយដំណាលថាមានកំឡោះរូបស្រស់សង្ហាម្នាក់ឈ្មោះអមរិតដែលជាកូនប្រជាកសិករធម្មតាមានជីវភាពសមរម្យរស់នៅជាមួយឪពុកម្ដាយនិងប្អូនស្រីពីរនាក់គឺធីតានិងបុប្ផាមួយគ្រួសារនេះមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតទេថែមទាំងមានចិត្តល្អសប្បុរសទៀតផងថ្ងៃមួយដោយស្រុកទេសមានគ្រោះរាំងស្ងួតប្រជាជនមានភាពអត់ឃ្លានជាពន់ពេកបានទៅសុំខ្ចីបុលសេដ្ឋីដោយហេតុតែគ្រោះទុរភិក្សនៅតែបន្តរយៈពេលវែងដូចនេះហើយមនុស្សមួយចំនួនមិនបានសងទ្រព្យដែលជំពាក់សេដ្ឋីឲ្យទាន់ពេលវេលានោះទេហើយក្នុងនោះក៏មានគ្រួសាររបស់អមរិតផងដែរពេលទៅខ្ចីលុយបុលសេដ្ឋីបានដាក់ខសន្យាថាបើមានអ្នកណាសងទ្រព្យដែលជំពាក់មិនទាន់ពេលវេលាអ្នកនោះនឹងត្រូវមកបម្រើនៅផ្ទះសេដ្ឋីដើម្បីរំលោះទ្រព្យដែលជំពាក់ថ្ងៃស្អែកបានមកដល់លោកសេដ្ឋីបានឲ្យបរិវារមកប្រមូលប្រាក់ពីអ្នកដែលជំពាក់លុយហើយបើសិនមិនមានត្រូវទៅបម្រើលោកសេដ្ឋីចាប់ពីថ្ងៃនេះតែម្ដងក្រុមគ្រួសាររបស់អមរិតបានគិតគ្នារួចជាស្រេចថាតើអ្នកណាដែលគួរតែទៅបម្រើលោកសេដ្ឋីដើម្បីរំលោះប្រាក់ដែលជំពាក់ទំហំទឹកប្រាក់ដែលជំពាក់ត្រូវនៅបម្រើរហូតដល់ទៅ3ឆ្នាំទើបអាចត្រឡប់មកផ្ទះវិញពូហុំដែលជាមេគ្រួសារបានផ្ដើមពុកនឹងទៅបម្រើលោកសេដ្ឋីរំពេចនោះធីតានិងបុប្ផាបាននិយាយព្រមគ្នាថាទេពុកទុកឲ្យកូនវិញព្រោះពុកចាស់ហើយម្យ៉ាងទៀតសុខភាពពុកក៏មិនសូវល្អគ្រាន់និយាយដល់ត្រឹមនេះអមរិតក៏និយាយកាត់អត់ទេរឿងនេះទុកឲ្យខ្ញុំជាកូនប្រុសច្បងបន្ទាប់ពីពុកទៅមានតែខ្ញុំទេអមរែកនេះខ្ញុំអាចរែកបានខ្ញុំមានកម្លាំងមាំមួនសូមពុកនិងប្អូននៅផ្ទះចុះ3ឆ្នាំទៀតខ្ញុំនឹងត្រឡប់មកវិញឪពុកក៏និយាយបន្តបានហើយកូនពុកព្រមឲ្យកូនទៅតែកូនត្រូវរក្សាខ្លួននិងរក្សាសន្យានឹងពុកថាកូននឹងត្រូវត្រឡប់មកផ្ទះវិញជាដាច់ខាតនៅ3ឆ្នាំក្រោយគ្រាន់តែឮពាក្យនេះភ្លាមធីតានិងបុប្ផាចាប់ផ្ដើមសួរពុកអ្នកដែលជំពាក់លោកសេដ្ឋីពេលដែលទៅបម្រើដល់ពេលកំណត់ត្រូវតែត្រឡប់មកវិញត្រូវអត់ហេតុអីក៏ពុកនិយាយបែបនេះពូហុំបានងាកមុខមើលឆ្វេងស្ដាំរួចប្រាប់កូនឲ្យខិតមុខចិត្តពួកគេម្នាក់ខំទានត្រចៀកស្ដាប់ដោយយកចិត្តទុកដាក់កូននឹងទេកាលពីពុកនៅកំឡោះក៏ធ្លាប់ទៅនៅបម្រើផ្ទះសេដ្ឋីនោះដែរទោះបីជាសេដ្ឋីពីមុនស្លាប់បាត់ហើយកូនចៅអ្នកចំនួនក្រោយជាអ្នកបន្តវេនក៏ដោយតែពួកគេនៅរក្សាប្រពៃណីតវងត្រកូលគឺអ្នកបម្រើណាដែលមានចិត្តមិនស្មោះត្រង់ឬចេះលួចទ្រព្យរបស់នឹងត្រូវស្លាប់ធីតាបានលើឡើងដោយតាក់ស្លុតនឹងត្រូវស្លាប់ឪពុកធ្វើជាសញ្ញាឲ្យធីតាស្ងាត់មាត់រួចគាត់បន្តពេលកូនទៅដល់កូននឹងឃើញនៅខាងក្រៅផ្ទះសេដ្ឋីមានស្រះទឹកធំមួយហើយស្រះទឹកនោះគេមានចិញ្ចឹមសត្វក្រពើដែលអ្នកធ្វើខុសត្រូវបានគេសម្លាប់ហើយបោះចូលទៅក្នុងស្រះទឹកនោះធ្វើជាចំណីរបស់ក្រពើតែអ្នកដែលនៅក្នុងផ្ទះសេដ្ឋីមានអ្នកដឹងរឿងនេះមិនច្រើនទេព្រោះគេលាក់បានចិត្តល្អណាស់មួយទៀតនៅផ្ទះសេដ្ឋីហាមដើរពេលយប់បើមិនដូច្នោះទេនឹងត្រូវខ្មោចលងភ័យរហូតដល់ឈួតក៏មានបុប្ផាក៏សួរពុកផ្ទះសេដ្ឋីមានខ្មោចពូហុំងក់ក្បាលរឿងនេះវែងឆ្ងាយណាស់កូនពីដើមឡើយលោកសេដ្ឋីចាស់មានកូន3នាក់កូនប្រុសច្បងឈ្មោះចក្រីកូនប្រុសទី2ឈ្មោះប្រាជ្ញច័ន្ទនិងកូនស្រីពៅឈ្មោះដួងច័ន្ទដោយកូនប្រុសទី2និងកូនស្រីពៅជាបងប្អូនភ្លោះនៅក្នុងក្រុមគ្រួសាររបស់សេដ្ឋីមានវិន័យគ្រួសារតឹងរឹងណាស់គឺមិនឲ្យស្រឡាញ់អ្នកដែលមានឋានៈជាអ្នកបម្រើមិនឲ្យខុសប្រពៃណីដូនតាមានកូនមុនការហើយសំខាន់គ្រប់យ៉ាងត្រូវធ្វើតាមការណែនាំរបស់សេដ្ឋីនិងសេដ្ឋីនីអញ្ចឹងត្រូវធ្វើតាមគ្រប់រឿងមិនទេពុកធីតាសួរពូហុំបានបញ្ជាក់ត្រូវហើយដោយសារតែបែបនេះហើយទើបមានរឿងដ៏អាក្រក់បានកើតឡើងនៅពេលកូនសេដ្ឋីធំពេញវ័យពេញរូបពេញរាងលោកសេដ្ឋីនិងប្រពន្ធបានរៀបចំផ្សំគុំកូនឲ្យមានគូស្រករបើទោះបីជាពួកគេស្រឡាញ់ឬមិនស្រឡាញ់ក៏ដោយនិយាយរួមមិនអាចប្រកែកបានទេទោះបីជាមិនទាន់រៀបការក៏ដោយក៏គ្រួសាររបស់លោកសេដ្ឋីបានភ្ជាប់ពាក្យភ្ជាប់សម្ដីជាមួយត្រកូលអ្នកមាននិងសេដ្ឋីដូចគ្នាតែគួរឲ្យស្ដាយកូនស្រីពៅរបស់សេដ្ឋីនាងមិនពេញចិត្តជាមួយគូដណ្ដឹងដែលឪពុកម្ដាយរៀបចំឲ្យនោះទេសំខាន់នាងបានលួចតាក់ទងគ្នាជាមួយនឹងអ្នកថែចំការហើយរឿងនេះបែកធ្លាយដោយសារបងប្រុសភ្លោះរបស់នាងដំបូងលោកសេដ្ឋីគ្រាន់តែបង្ខាំងនាង
មិនឲ្យជួបនឹងកំឡោះម្នាក់នោះដើម្បីលួងចិត្តឪពុកម្ដាយនាងបានធ្វើពុតជាជប់តាក់ទងគ្នាតែនៅថ្ងៃមួយពួកគេបាននាំគ្នាលួចរត់តែត្រូវចាប់បានរឿងដែលមិនគួរឲ្យជឿបានកើតឡើងលោកសេដ្ឋីបានឲ្យកូនចៅវាសម្រាប់កំឡោះម្នាក់នោះនៅនឹងមុខកូនស្រីហើយយកកំឡោះម្នាក់នោះទៅទម្លាក់នៅក្នុងស្រះឲ្យក្រពើស៊ីកូនស្រីសេដ្ឋីឃើញដូចនោះយំរហូតទាល់តែសន្លប់បន្ទាប់ពីនាងដឹងខ្លួនមកវិញឪពុកបានប្រាប់នាងថានាងត្រូវតែរៀបការជាមួយគូដណ្ដឹងរបស់នាងនៅខែក្រោយនាងខំប្រកែកតែគ្មានប្រសិទ្ធភាពលោកសេដ្ឋីបានឃុំឃាំងនាងមិនឲ្យចេញក្រៅទប់មកបាន2ថ្ងៃនាងក៏បានចងកសម្លាប់ខ្លួនបាត់ទៅពេលសេដ្ឋីដឹងថាកូនខ្លួនចងកស្លាប់គាត់មិនបានយំសោកអាណិតកូនទេថែមទាំងហៅគ្រូខ្មោចឲ្យមកធ្វើពិធីឃុំវិញ្ញាណនាងមិនឲ្យទៅណាបាននិយាយរួមទោះបីស្លាប់ក៏មិនអាចទៅជួបគូស្នេហ៍របស់នាងបានដែរហើយបន្ទប់ដែលនាងចងកជាកន្លែងដែលដាក់សាកសពរបស់នាងតម្កល់ក្នុងមឈូសគ្រាន់តែធ្វើបន្ទប់ឲ្យបិទចិត្តជាងមុនកុំឲ្យសាយក្លិននិងចាក់ច្រវាក់ពីខាងក្រៅពួកកូនដឹងទេមុនពេលដែលកូនសិទ្ធិសម្លាប់ខ្លួននាងបានសរសេរសម្បត្តិទុកមួយច្បាប់ថាជូនចំពោះអ្នកមានគុណកូនដឹងថាកូនខុសដែលមិនតាមម៉ែពុកតែសូមម៉ែពុកមានចិត្តអាណិតកូនខ្លះផងពួកកូនស្រឡាញ់គ្នាដោយស្មោះពុកអាចកាត់ការកូនបានកូនមិនចង់បានអ្វីទាំងអស់កូនសូមរស់ជាមួយមនុស្សដែលកូនស្រឡាញ់តែហេតុអីពុកម៉ែមិនមេត្តាពួកកូនកូនដឹងថាទោះបីកូនស្លាប់ក៏ពុកម៉ែមិនឲ្យពួកកូនជួបគ្នាដែរកូនសន្យាថានឹងមិនទៅណាទេកូននឹងនៅទីនេះរហូតខ្ញុំសូមដាក់បណ្ដាសាកូនចៅចំនួនក្រោយរបស់អ្នកនឹងគ្មានកូនស្រីរហូតទៅលោកសេដ្ឋីអានសម្បត្តិចប់មិនមានអាណិតកូនទេថែមទាំងខឹងកូនលើសដើមគាត់និយាយថានៅរស់ធ្វើអីអញមិនបានផងដល់ពេលងាប់ហើយមកចង់សាកជាមួយអញផងបន្ទាប់មករាល់ថ្ងៃសិលឃើញមានគ្រូខ្មោចត្រូវបានគេអញ្ជើញមកផ្ទះលោកសេដ្ឋីមិនដែលដាច់អ្វីដែលសំខាន់បន្ទាប់ពីកូនសេដ្ឋីស្លាប់ទៅរាល់យប់គ្មានអ្នកណាហ៊ានដើរចេញក្រៅក្នុងបរិវេណផ្ទះផ្ដេសផ្ដាស់ទេពេលខ្លះបានឮសំឡេងនាងយំដោយក្តីឈឺចាប់ម្យ៉ាងទៀតកូនចៅចំនួនក្រោយរបស់លោកសេដ្ឋីមិនមានកូនស្រីនោះទេបើមានកើតមកបានតែ3ខែប៉ុណ្ណោះនឹងត្រូវឈឺព្យាបាលមិនជារហូតដល់ស្លាប់បុប្ផាសួរពូហុំដោយមិនអស់ចិត្តមិនបានពុកដឹងរឿងនេះតាមពិតពុកជាមិត្តរបស់កំឡោះដែលស្រឡាញ់គ្នាជាមួយកូនសេដ្ឋីសំណាងហើយដែលពុកធ្វើបុណ្យល្អទៅអាចរស់ជីវិតពីផ្ទះសេដ្ឋីបានអមរិតបាននិយាយទៅកាន់ពូហុំដោយមើងម៉ាត់កុំបារម្ភអីពុកកូនសន្យាថាកូននឹងត្រឡប់មកផ្ទះជួបម៉ែពុកវិញមិញវេតអោបកូនយំព្រោះមិនចង់ឲ្យកូនទៅតែគ្មានជំរើសធីតានិងបុប្ផាបានរៀបចំអីវ៉ាន់រួចជាស្រេចសម្រាប់អមរិតពូហុំបានយករបស់ម្យ៉ាងដែលរុំដោយក្រណាត់ក្រហមប៉ុនពីធ្នាប់ដៃហុចទៅឲ្យអមរិតនេះកូនយកទៅវាជួយកូនបាននៅពេលខ្លួនជួបបញ្ហាតែកូនត្រូវចងចាំអំពើល្អត្រូវតែឈ្នះអំពើអាក្រក់ទេវតានឹងតាមថែរក្សាកូននិយាយមិនទាន់ផុតពីមាត់ក្រុមសេដ្ឋីក៏បានមកដល់ល្មមបន្ទាប់ពីជជែកគ្នាបានបន្តិចពួកគេក៏ចេញដំណើរទៅវិញជាមួយអមរិតផងដែរមិញវេតទួញយំដោយខ្សឹកខ្សួលពូហុំឈរមើលកូនរហូតដើរទៅឆ្ងាយដាច់កន្ទុយភ្នែកចំណែកធីតានិងបុប្ផានាំគ្នាកាន់ដៃគ្នាយំសម្លឹងមើលមុខបងប្រុសជាទីស្រឡាញ់ធ្វើដំណើរចេញទៅជាមួយនឹងក្រុមលោកសេដ្ឋីក្រុមគ្រួសាររបស់ពូហុំបន្ទាប់ពីមិនមានវត្តមានរបស់កូនប្រុសច្បងអមរិតពេលហូបបាយជុំគ្នាម្ដងមិញវេតទឹកភ្នែករហូតព្រោះមិនដឹងថាកូនប្រុសសុខទុក្ខយ៉ាងណាទេពូហុំចេះតែនិយាយលួងលោមប្រពន្ធកុំគិតអីច្រើនកូនយើងឆ្លាតហើយជាមនុស្សល្អពិតជាមានទេវតាតាមថែកុំបារម្ភពេកអីបុប្ផាក៏និយាយមែនហើយបងប្រុសពូកែតណាគាត់ពិតជាមិនអីទេយើងត្រូវតែខំធ្វើការរកប្រាក់បើអាចរកប្រាក់បានច្រើនយកទៅលុះបងប្រុសមកវិញគ្រួសារយើងនឹងបានជួបជុំគ្នាឆាប់មួយថ្ងៃសមាជិកក្នុងគ្រួសារនេះមិនសូវមានពេលទំនេរទេដោយហេតុម្នាក់ចង់ធ្វើការបានចំណូលខ្លះដើម្បីសន្សំទុកលុះអមរិតមកវិញនិយាយពីអមរិតវិញពេលទៅដល់ផ្ទះលោកសេដ្ឋីភ្លាមគេបានចាប់អារម្មណ៍ទៅលើសម្ដីដែលឪពុករបស់គេបានរៀបរាប់មានស្រះធំមួយនៅខាងក្រោយផ្ទះសេដ្ឋីមានផ្ទះតូចមួយទៀតដែលមើលទៅប្រហែលជាបន្ទប់ឃុំឃាំងកូនស្រីពៅសេដ្ឋីអ្នកធ្វើការនៅផ្ទះសេដ្ឋីមិនបានណែនាំពីលំនៅឋានរបស់សេដ្ឋីទេតែនេះគ្រាន់តែជាការគិតរបស់អមរិតតែប៉ុណ្ណោះអ្នកចាត់ចែងការងារនៅផ្ទះសេដ្ឋី
បានចាត់ចែងឲ្យអមរិតធ្វើជាអ្នកមើលថែគោនៅដីខាងក្រៅឆ្ងាយពីផ្ទះហើយអ្នកនៅមើលថែគោមិនមែនមានតែម្នាក់ទេគឺមានគ្នា2នាក់ទៀតពូផននិងម្នាក់ទៀតមានវ័យស្របាលគ្នានឹងអមរិតដែរឈ្មោះផាត់រៀបរាប់ពីពូផនគាត់នៅធ្វើការឲ្យលោកសេដ្ឋីចក្រីតាំងពីគាត់នៅក្មេងមកម្លេះហេតុតែគាត់ជាក្មេងកំព្រាគាត់បានរៀបរាប់ពីប្រវត្តិរបស់គាត់ប្រាប់អមរិតនិងផាត់ថាតាមពិតគាត់គឺជាកូនអ្នកភូមិក្បែរនេះក្រុមគ្រួសារគាត់មានគ្នា4នាក់ឪពុកម្ដាយគាត់និងប្អូនស្រីថ្ងៃមួយឪពុកម្ដាយគាត់និងប្អូនស្រីបានធ្វើដំណើរទៅការបងប្អូននៅឯស្រុកឆ្ងាយត្រូវឆ្លងទូកផងសំណាងអាក្រក់ពេលត្រឡប់មកវិញទូកត្រូវបានលិចហើយមនុស្សដែលជិះទូកទាំងអស់ត្រូវបានស្លាប់រួមទាំងឪពុកម្ដាយនិងប្អូនស្រីគាត់ផងដែរដោយពេលនោះគាត់ជាប់នៅចាំផ្ទះទើបមិនបានទៅជាមួយមិនអញ្ចឹងទេគាត់ប្រហែលជាស្លាប់ជាមួយគ្រួសារគាត់ដែរហើយអ្វីដែលសំខាន់ពេលឪពុកម្ដាយគាត់ស្លាប់អស់ទ្រព្យសម្បត្តិដែលឪពុកម្ដាយគាត់បានបន្សល់ទុកឲ្យត្រូវបងប្អូនខាងឪពុកដណ្ដើមយកទៅអស់គ្មានសល់សូម្បីផ្ទះក៏គាត់គ្មាននៅដែរគាត់បានទៅនៅវត្តសូមព្រះសង្ឃសនអាស្រ័យព្រះសង្ឃក៏អនុញ្ញាតចៃដន្យថ្ងៃមួយក្រុមសេដ្ឋីបានដើរទៅទីបំណុលនៅម្ដុំវត្តហើយគាត់ក៏បានជួបលោកសេដ្ឋីនៅពេលដែលគាត់ចេញទៅបិណ្ឌបាតជាមួយព្រះសង្ឃនៅពេលនោះលោកសេដ្ឋីបានជ្រោកបាត់ថង់ប្រាក់គាត់ជាអ្នករើសបានហើយប្រគល់ឲ្យលោកសេដ្ឋីវិញអ្នកខ្លះចោទប្រកាន់ថាគាត់បានលួចតែនៅពេលដែលលោកសេដ្ឋីសួរដេញដោលទៅបានដឹងច្បាស់ថាគាត់រើសបានមិនមែនលួចទេពេលនោះលោកសេដ្ឋីបានសួរគាត់ថាចង់ទៅធ្វើការនៅផ្ទះសេដ្ឋីឬអត់គាត់នឹងផ្ដល់ការងារឲ្យធ្វើនិងឲ្យប្រាក់ខែហើយបើដល់ពេលមួយខ្ជិលហើយចង់ឈប់ធ្វើការអាចប្រាប់គាត់បានលោកសេដ្ឋីធ្វើបែបនេះព្រោះគាត់ស្រឡាញ់ភាពស្មោះត្រង់របស់ពូផនគាត់បាននិយាយជាមួយព្រះសង្ឃដែលគាត់ដើរតាមព្រះសង្ឃមានសង្ឃដីកាឲ្យពូផនធ្វើការនៅផ្ទះសេដ្ឋីទៅព្រោះលោកដឹងថាពេលពូផននៅវត្តក៏មិនស្រួលដែរត្រូវក្មេងដតីទៀតធ្វើបាបពេលនោះពូផនបានថ្វាយបង្គំលាលោកបងហើយដើរទៅជាមួយលោកសេដ្ឋីទៅនិយាយអំពីអ្នកកំឡោះផាត់មានរូបរាងសង្ហាតែនិយាយច្រើនបន្តិចរាងមានអំនួតគេបានរៀបរាប់ពីប្រវត្តិរបស់ខ្លួនថាគេជាកូនប្រុសម្នាក់នៅគ្រួសារដែលមានជីវភាពធូរធារគេជាកូនតូលពេលនោះពូផនបានសួរបើអញ្ចឹងហេតុអីបានប្អូនឯងមកបម្រើនៅផ្ទះសេដ្ឋីដែរផាត់ឆ្លើយគឺមកពីឪពុកម្ដាយខ្ញុំលេងល្បែងចុងក្រោយចំពាក់បំណុលគេជុំទៅក្រោយមកខ្ចីបោះសេដ្ឋីហើយគ្មានលុយសងទើបត្រូវមកធ្វើការនៅទីនេះដើម្បីដោះបំណុលជំនួសឪពុកម្ដាយគេពេលស្ដាប់រួចអមរិតហាក់មានចម្ងល់តែគេមិនបានសួរបញ្ជាក់នោះទេគ្រាន់តែក្នុងចិត្តគេដឹងថាផាត់និយាយដូចជាមិនមែនជារឿងពិតរបស់គេបន្ទាប់ពីស្ដាប់ការរៀបរាប់របស់ពូផននិងផាត់ហើយដល់វេនអមរិតដែលត្រូវណែនាំខ្លួនម្ដងអមរិតបានរៀបរាប់ពីមូលហេតុទាំងអស់ដោយមិនលាក់បាំងបន្ទាប់ពីស្គាល់ជីវប្រវត្តិគ្នាអស់ហើយពួកគេចាប់ផ្ដើមធ្វើការងារជាមួយគ្នាដោយក្តីរីករាយអ្វីដែលអមរិតអាចសង្កេតបានពូផនជាមនុស្សដែលមានចិត្តល្អនិងស្មោះត្រង់ប៉ុន្តែផាត់វិញមិនអាចទុកចិត្តបានទេដូចនេះរឿងមួយចំនួនអមរិតនិងពូផនតែងពិភាក្សាគ្នាតែពីរនាក់ដោយហេតុថាអ្នកធ្វើការមានច្រើនផ្នែកហើយមានគ្នាច្រើនគេតែងបែងចែកវេនបរិភោគអាហារដោយមានក្រុមអ្នកផ្ទះបាយអ្នកថែផ្ទះថែសួនដំណាំអ្នកមើលសត្វគោក្របីនិងសេះអ្នកធ្វើចំការមានចំការចេកម្រេចអ្នកចិញ្ចឹមត្រីមាន់ទានិងជ្រូកគេបែងចែកជា4ផ្ទះបាយសម្រាប់អ្នកចិញ្ចឹមសត្វមួយក្រុមអ្នកធ្វើចំការមួយក្រុមនិងអ្នកចិញ្ចឹមមាន់ទាជ្រូកមួយក្រុមនិងមួយក្រុមទៀតសម្រាប់អ្នកថែផ្ទះនិងថែសួនរាល់ថ្ងៃនៅពេលបាយអមរិតតែងសង្កេតឃើញពីរបៀបចម្លែករបស់ផាត់ដោយផាត់តែងបរិភោគអាហារយ៉ាងលឿនរួចប្រញាប់ដើរចេញទៅណាក៏មិនដឹងបន្ទាប់ពីអមរិតនិងពូផនបរិភោគបាយរួចពួកគាត់ត្រឡប់ទៅមើលគោវិញបានមួយស្របក់ទៅឃើញផាត់ទៅដល់កន្លែងវិញពូផនតែងដាស់តឿនជារឿយៗព្រោះរាល់មួយអាទិត្យម្ដងតែងមានអ្នកមកចុះមើលការងារដល់កន្លែងហើយបើសិនជាពួកគេរកឃើញថាមានអ្នកណាម្នាក់លួចខ្ជិលឬកិច្ចការងារប្រកាសជាត្រូវគេហៅទៅប្រមានបើនៅតែមិនផ្លាស់ប្ដូរនឹងត្រូវគេវាយសំខាន់បើនៅតែបន្តបែបនេះទៀតគម្រប់3ដងនឹងត្រូវបានគេបញ្ជូនទៅលេងស្រុកកំណើតពលគឺនឹងត្រូវបានគេសម្លាប់បោះចោលឲ្យក្រពើស៊ីជាចំណីអមរិតបានដឹងពីរឿងនេះចំណែកផាត់វិញក៏បានដឹងដែរតែនាយមិនបានអើពើនោះទេថ្ងៃមួយដោយមានការងឿងឆ្ងល់ពីការលាក់បាំងរបស់ផាត់អមរិតបានតាមដាននាយបានដឹងថាតាមពិតផាត់បានលួចតាក់ទងគ្នាជាមួយអ្នកធ្វើការនៅផ្ទះបាយ
អមរិតបានយករឿងនេះទៅពិភាក្សាជាមួយពូផនល្ងាចនេះពួកគេនឹងព្យាយាមពន្យល់ទៅកាន់ផាត់បន្ទាប់ពីពួកគេជជែកគ្នាយ៉ាងយូរផាត់បាននិយាយថាអ្នកទាំងពីរកុំចេះដឹងរឿងខ្ញុំខុសឬត្រូវខ្ញុំអ្នកទទួលខ្លួនឯងហូបបាយឆ្អែតហើយខំធ្វើការទៅកុំចេះដឹងរឿងគេបន្ទាប់ពីបានលើពាក្យនេះហើយពូផននិងអមរិតមើលមុខគ្នារួចដកដង្ហើមធំហើយនាំគ្នាដើរទៅកាន់កន្លែងដេករៀងខ្លួនពេលវេលាចេះតែកន្លងទៅពាក្យលេចឮថាមានអ្នកធ្វើការនៅផ្ទះបាយម្នាក់ត្រូវបញ្ជូនទៅស្រុកកំណើតបន្ទាប់ពីដឹងរឿងនេះម្នាក់ខំធ្វើការមិនហ៊ានមាត់កទេមូលហេតុបែបនេះដោយសារស្រីបំរើម្នាក់នោះព្យាយាមតាក់ទងឲ្យដៃលោកសេដ្ឋីដែលត្រូវលោកសេដ្ឋីនេះចាប់បានដូច្នេះនាងក៏ត្រូវបន្ទាប់ពីស្រីបំរើម្នាក់នោះត្រូវបានគេបញ្ជូនទៅលេងស្រុកកំណើតអ្នកធ្វើការងារនៅក្នុងផ្ទះចាប់ផ្ដើមនិយាយថាខ្មោចស្រីម្នាក់នោះឡងដោយគេឃើញជាញឹកញាប់ជាពិសេសអ្នកនៅផ្ទះបាយដែលនៅរៀបចំទុកដាក់ចានឆ្នាំងបន្ទាប់ពីអាហារពេលល្ងាចរួចព្រោះទម្រាំតែរៀបចំរួចរាល់មេឃក៏ងឿនល្មមសំខាន់ស្រីដែលស្នាក់នៅជាមួយស្រីដែលគេបានបញ្ជូនទៅលេងស្រុកកំណើតនោះពួកនាងបាននិយាយថាពេលយប់ពួកនាងឃើញវិញ្ញាណស្ត្រីម្នាក់ដែលស្លាប់នោះយំនៅចុងជើងធ្វើឲ្យពួកគេភ័យខ្លាចមិនបានដេកពួនអ្នកខ្លះក៏ធ្លាក់ខ្លួនឈឺតាមពិតទៅលោកសេដ្ឋីក៏មានចិត្តលើអ្នកបម្រើម្នាក់នោះដែរហើយគាត់ក៏មិនដឹងថាស្ត្រីម្នាក់នោះត្រូវបានប្រពន្ធរបស់គាត់ចាត់ការនោះទេនៅពេលដែលអ្នកបម្រើស្រីនៅផ្ទះបាយមានបញ្ហាបែបនេះលោកសេដ្ឋីបានអញ្ជើញគ្រូខ្មោចឲ្យមកមើលចាប់តាំងពីថ្ងៃដែលគ្រូខ្មោចមកគ្មានអ្នកណាម្នាក់បានជួបខ្មោចស្រីនោះម្ដងទៀតទេបាននិយាយពីលោកសេដ្ឋីលោកមានកូន2នាក់សុទ្ធតែប្រុសតាមពិតគាត់ក៏ធ្លាប់មានកូនស្រីដែរតែត្រូវស្លាប់ដោយសារមានជំងឺនៅអាយុ3ខែបន្ទាប់ពីកូនស្រីទី3ស្លាប់បាន2ឆ្នាំគាត់ក៏មានកូនស្រីម្ដងទៀតតែក៏ត្រូវស្លាប់នៅអាយុដូចគ្នាប្រហែលនេះជាបណ្ដាសាហើយមើលទៅសូម្បីតែប្អូនប្រុសរបស់លោកសេដ្ឋីក៏គ្មានកូនស្រីដែរពលគឺបន្ទាប់ពីកើតមកបានអាយុ3ខែក៏ត្រូវស្លាប់ដូចគ្នាថ្ងៃមួយមានអ្នកបម្រើស្រីថ្មីម្នាក់ដែលចូលមកបម្រើគ្រួសារលោកសេដ្ឋីដើម្បីកាត់កងបំណុលរបស់ឪពុកម្ដាយនាងមានរូបសម្បត្តិស្អាតប្លែកជាងស្ត្រីទាំងពួងអ្វីដែលសំខាន់ចរិតឫកពាក៏ល្អទៀតគ្រាន់តែឃើញរូបសម្បត្តិនាងភ្លាមអ្នកកំឡោះផាត់សរសើរមិនដាច់ពីមាត់អ្នកនៅផ្ទះបាយផ្ទុយឆ្លាស់ពីអ្នកកំឡោះផាត់គ្រាន់តែឃើញនាងស្អាតបែបនេះក៏មានការព្រួយបារម្ភជាខ្លាំងព្រោះខ្លាចនាងមានបញ្ហាជាមួយប្រពន្ធលោកសេដ្ឋីដោយសារពេលដែលនាងចូលធ្វើការថ្ងៃដំបូងលោកសេដ្ឋីមិនបាននៅផ្ទះដូចនាយអ៊ំស្រីម្នាក់ដែលនៅផ្ទះបាយគាត់មានចិត្តល្អបានបញ្យល់ណែនាំទៅកាន់អ្នកបម្រើស្រីថាអប្សរកូនស្អាតពេកហើយពេលកូនមកនៅទីនេះកូនមិនគួរស្អាតពេកទេកូនដឹងទេនៅភ្នំមួយដែលមានស្ដេចតោរស់នៅចំណីដែលឆ្ងាញ់សម្រាប់សត្វតោនោះគឺមិនអាចគេចផុតទេចូលកូនត្រូវធ្វើជាចំណីដែលមិនឆ្ងាញ់ទើបអាចរស់នៅបានសុខអប្សរបានយល់ច្បាស់ពីពាក្យទូន្មានរបស់អ៊ំគីអប្សរបាននិយាយអរគុណទៅកាន់អ៊ំគីហើយក៏សូមឲ្យអ៊ំស្រីជួយមើលការខុសត្រូវនាងផងព្រោះនាងនៅក្មេងការចេះដឹងទាបខុសត្រូវអីសូមអ៊ំមេត្តានាងផងអ៊ំគីបន្ទាប់ពីបានស្ដាប់ការនិយាយរបស់អប្សរគាត់អាចទាយដឹងថានាងមិនមែនជាអ្នកក្រធម្មតាទេគាត់ក៏ចាប់ផ្ដើមសួរប្រវត្តិរបស់អប្សរបានដំណើរប្រាប់អ៊ំគីថាតាមពិតនាងជាកូនស្រីអ្នកមានស្ដុកស្ដាំម្នាក់នៅឯខេត្តមុនសីមាដែលជាកូនស្រីតូលឪពុកម្ដាយជាអ្នកចំនួនថ្ងៃមួយម្ដាយមីងរបស់នាងដែលត្រូវជាប្អូនម្ដាយនាងបង្កើតមកខ្ចីលុយតែម្ដាយនាងមិនអោយដោយសារតែគាត់បានចំពាក់ច្រើនមកហើយសំខាន់គាត់ខ្ចីលុយនេះមិនដែលយកទៅរកស៊ីអីទេតែយកទៅភ្នាល់ល្បែងពេលគាត់មកខ្ចីម្ដងតែងសន្យាទាំងពីរអ្នកប្តីប្រពន្ធថាឈប់លេងល្បែងទៀតហើយយកលុយនេះទៅរកស៊ីដោយគាត់សន្យាហើយធ្វើមិនបាន 3-4 ដងឪពុកម្ដាយនាងក៏លែងជឿហើយពេលដែលម្ដាយមីងនិងប្តីរបស់គាត់មកខ្ចីពេលក្រោយនេះឪពុកម្ដាយនាងមិនអោយហើយថែមទាំងស្ដីបន្ទោសឲ្យពួកគាត់ទៀតផងដោយសារពួកគាត់មានកំហឹងនិងមានបំណុលវ័នកពួកគាត់ក៏បានរៀបចំគម្រោងសម្រាប់ឪពុកម្ដាយរបស់នាងហើយខ្លាញ់បន្លំក្រដាសស្នាមទេទ្រព្យសម្បត្តិឲ្យពួកគាត់ទាំងអស់និយាយបណ្ដាអប្សរយំបណ្ដាអ៊ំស្រីដឹងទេថ្ងៃដែលពុកម៉ែខ្ញុំជួបមុខខ្ញុំចុងក្រោយមុនពេលពួកគាត់ចេញទៅជួញក្រណាត់ហើយត្រូវម្ដាយមីងជួលគេឲ្យសម្រាប់ពួកគាត់ក្រោមរូបភាពប្លន់យកប្រាក់ពួកគេបានរៀបគម្រោងយ៉ាងល្អហើយខ្ញុំមកធ្វើការនៅផ្ទះសេដ្ឋីនេះគឺដើម្បីគេចពីការតាមសម្លាប់របស់ម្ដាយមីងខ្ញុំគាត់ពិតជាសាហាវខ្លាំងណាស់
ông kia giật đai ăn ai các bà ập so rút bắp nên thả bàn hai khmui rương cần lo hồi tầng hai cắt chất tư song khăn ru nữ oi là o đang bay ai ốp bụng đai khmui sập tới đào ngập chất ấp so nị vậy ta không cua thuaយ៉ាងណាទៅខ្ញុំអាចរស់នៅទីនេះបានដោយគ្មានបញ្ហាអ៊ំគេឆ្លើយអ៊ំគិតថាក្មួយគួរតែជាក្មួយបង្កើតរបស់អ៊ំហើយមុខរបស់ក្មួយគួរតែមានស្នាមមិនអាចភ្លឺថ្លាស្អាតបែបនេះទេពេលដែលក្មួយចូលមកទីនេះមិនទាន់បានជួបលោកសេដ្ឋីនិងប្រពន្ធគាត់នៅឡើយដូចនេះយើងអាចកែប្រែស្ថានភាពបានចាស់អ៊ំខ្ញុំយល់ហើយនៅថ្ងៃបន្ទាប់អ៊ំគេបានណែនាំអប្សរទៅកាន់លោកសេដ្ឋីនិងប្រពន្ធដោយគាត់ប្រាប់ថានាងជាក្មួយស្រីរបស់គាត់នៅឯខេត្តមុនសីមាគាត់ទៅតែដឹងពេលជួបនាងលោកសេដ្ឋីងក់ក្បាលប្រពន្ធលោកសេដ្ឋីសួរចុះមុខក្មួយរបស់អ៊ំកើតអីបានមានស្នាមដុំបែបនេះតែសាច់ឈាមស្រស់ថ្លាណាស់អ៊ំគេតបចាលោកស្រីដោយសារតែនៅក្មេងនាងមានជំងឺចម្លែកកាលនោះក៏ថានាងមិនរស់ផងទោះបីពេលនេះនាងមានរូបរាងបែបនេះតែក៏ល្អព្រោះអាចមានជីវិតរស់សេដ្ឋីនេះតបល្អហើយអញ្ចឹងឲ្យនាងនៅធ្វើការផ្ទះបាយជាមួយអ៊ំចុះអ៊ំអាចនាំនាងទៅបានហើយអ៊ំគេនឹងអប្សរក៏ក្រាបសំពះលាលោកសេដ្ឋីនិងសេដ្ឋីនេះ